ជាសំណាងល្អក៏អាក្រក់ដែរអញហើយខ្វះមនុស្សចូលណាស់ទៅអីតួឡើងមកកណោសតាសំខាន់នេះមិនចូលហើយបើមកចូលតួដាក់សំខាន់អញ្ចឹងថាកាលពីលើកមុនទៅវាបានតួឯកហើយបានតួរងហើយចុះឥឡូវនឹងតួរងក៏បានទៀតគាត់ទៅជាតួបន្តមិនសមហ្នឹងអ្នកប្រុសមុននេះស្នំឯកបានមករកអ្នកប្រុសប៉ុន្តែមិនបានជួបហើយគាត់ក៏បានប្រាប់ថាពេលអ្នកប្រុសត្រឡប់មកវិញឲ្យទៅរកគាត់នៅឯដំណាក់ខ្ញុំមិនច្បាស់ទេថាគាត់មានរឿងអ្វីក៏ប៉ុន្តែគាត់ចង់ជួបអ្នកប្រុសហើយស្អីក៏មិនមែននេះជាប់សាច់ឈាមគ្នាតាំងពីកាលណាបើមិនចង់ជួបឯងសូមអភ័យទោសផងណាស្នំស៊ីវខ្ញុំមិនអាចងើបទទួលបានត្រឹមត្រូវទេក៏ព្រោះតែពេលនេះពោះរបស់ខ្ញុំកាន់តែធំពិបាកក្នុងការបត់បែនធ្វើចលនាសង្ឃឹមថាស្នំស៊ីវនឹងមិនប្រកាន់មនុស្សមានគាត់ដូចជាខ្ញុំចោះចង់អួតឯងថាទៅគ្មានបញ្ហាទេខ្ញុំមិនមែនជាមនុស្សប្រកាន់ច្រើនផងនិយាយអញ្ចឹងស្នំឯងចង់ជួបខ្ញុំមានរឿងអីហ៎តាមពិតទៅខ្ញុំចង់ជួបស្នំស៊ីវក៏ព្រោះតែរឿងការពីម្សិលមិញនោះអីក្រែងស្នំស៊ីវកំពុងតែរកផាត់តាំងទៅបញ្ជាក់ពីភាពស្អាតស្អំរបស់ខ្លួននោះអីរឿងការពីម្សិលមិញខ្ញុំក៏បានឃើញហើយការទាំងនោះដែរខ្ញុំឃើញថាស្នំស៊ីវគឺជាមនុស្សល្អហើយខ្ញុំក៏ចង់រកយុត្តិធម៌ឲ្យអ្នកដំណាក់ក្រោយដែរចឹងហើយទៅខ្ញុំទៅរកស្នំស៊ីវព្រោះខ្ញុំចង់ចូលខ្លួនធ្វើជាសាក្សីតែស្នំស៊ីវមិនថាអ្វីទេបើសិនជាខ្ញុំសុំចូលរួមក្នុងរឿងមួយនេះដែរបានសម្ដែងណោះបានតើជាមួយខ្ញុំនឹងសម្ដែងឲ្យយើងមើលវិញបាត់មែនអីខ្ញុំពិតជាពិបាកចិត្តណាស់ព្រោះខ្ញុំរកមិនតាន់បានអីបន្តិចសោះហើយនេះពេលដែលខ្ញុំបានឮស្នាមឯងនិយាយបែបហ្នឹងធ្វើឲ្យខ្ញុំមានក្តីសង្ឃឹមម្ដងទៀតហើយពិតមែនស្នាមឯងពិតជាអាចចូលរួមបានខ្ញុំពិតជាអរគុណស្នាមឯងខ្លាំងណាស់ដែលបានជួយមិនយ៉ាងនោះទេខ្ញុំក៏មិនចង់ឃើញអ្នកស្លូតត្រង់ត្រូវជួបរឿងអយុត្តិធម៌អញ្ចឹងដែរបាត់មែនឯងស្នាមឯងមានគំនិតដូចខ្ញុំអញ្ចឹងបើអញ្ចឹងខ្ញុំសូមលាស្នាមឯងទៅវិញសិនណាព្រោះមានរឿងច្រើនទៀតដែលត្រូវធ្វើស្នំឯកនេះស្នំឯកពិតជាចង់ជួយគេមែនទេបើស្នំឯកធ្វើបែបហ្នឹងប្រៀបដូចជាចែកក្តីស្រឡាញ់របស់ព្រះអង្គទៅឲ្យមនុស្សម្នាក់ទៀតអញ្ចឹងល្ងងណាស់តើឯងមើលមកខ្ញុំនេះចិត្តល្អដល់ថ្នាក់ហ្នឹងឯងក្តីស្រឡាញ់របស់ព្រះអង្គមានសម្រាប់តែខ្ញុំជារាមម្នាក់គត់កុំបារម្ភអីរឿងទាំងអស់នេះខ្ញុំធ្វើឡើងដើម្បីតែខ្លួនឯងប៉ុណ្ណោះប្រើដៃពួកគេឲ្យសម្រាប់គ្នាទៅវិញទៅមកដែលមិនអាចប្រឡាក់ដៃរបស់ខ្ញុំនោះហើយគឺជារឿងឆ្លាតបំផុតតើឯងធ្លាប់លើពាក្យមួយដែរទេរឿងមួយបាត់មកសាច់ពីរនោះអីមនុស្សល្ងងទាំងអស់នោះកើតមកសម្រាប់តែឲ្យយើងប្រើប្រាស់ប៉ុណ្ណោះមកមានស្នំពុះវ័យកវៃសំដែងបានអន់ចង់សោះមានមោទនភាពលើខ្លួនឯងម៉េះអ្នកប្រុសមើលចុះពួកគេគឺពិតជានិយាយដល់អ្នកប្រុសមែននេះពួកគេចង់រៀបកម្រងប្រើប្រាស់អ្នកប្រុសហ៎ពិតជាមនុស្សអាក្រក់ខ្លាំងណាស់ខ្ញុំមិននឹកស្មានសោះថាស្នំឯងជាមនុស្សបែបនេះគុំតែអ្នកប្រុសឆ្លាតទេម្ល៉េះពួកយើងគ្មានបានដឹងពីសំណានពិតរបស់គេឡើយអ្នកប្រុសគួរតែយកគេមកប្រើប្រាស់វិញទៅធ្វើអីម្យ៉ាងទៅដើម្បីសងសឹកពួកគេវិញដើម្បីឲ្យគេដឹងថាអ្នកប្រុសមិនមែនជាឧបករណ៍សម្រាប់ពួកគេទេអើយអាឡាងមុននិយាយមិនចេះគិតមុខគិតក្រោយសោះឃើញទេឥឡូវនឹងវាន់កកតែឯងបណ្ដោយពួកមនុស្សទាំងអស់នោះពិតជាច្រកអន់ខ្ញុំជួយពួកវាសោះពួកវាបែរជាមិនហើបមាត់សោះគ្រាន់តែនិយាយការពិតចេញមកទៅវាវេទនាណាស់ឥឡូវនេះមិនឡើងចិត្តល្ងាយឲ្យរកសាក់សីមិនតបបានទៀតបានតែស្នប់អាចនឹងម្នាក់ធ្វើអីចេញទៅអ្នកប្រុសកុំអង្គុយកន្លែងបែបហ្នឹងអីបើសិនជាមានស្នំផ្សេងឃើញពួកគេអាចនឹងសើចចំអកនឹងអ្នកប្រុសពួកយើងត្រូវកន្លែងគួរសមដើម្បីអង្គុយទៅអ្នកប្រុសទីកន្លែងបែបនេះមិនស័ក្តិសមឲ្យអ្នកប្រុសអង្គុយទេដំណាក់កាលនេះទៅហើយនៅគិតថាសមមិនសមអីទៀតតើនាងអត់ចេះហត់ទេដើរឡើងមកជុំវាំងឥឡូវនេះអង្គុយចុះមកកុំខ្វល់ពីសម្ដីគេច្រើនពេកវាមិននាំរីចម្រើនដល់ខ្លួនឯងទេហត់សឹងដាច់ខ្យល់ទៅហើយអង្គុយចុះមកចាអ្នកប្រុសពិតជាចម្លែកខ្លាំងណាស់អ្នកប្រុសតាំងតែពីថ្ងៃនោះមកដូចជាមិនដឹងទេរាល់ដងគាត់តែបារម្ភគ្រប់រឿងព្រោះខ្លាចតែព្រះអង្គម្ចាស់មិនសមប្រតិយដល់ពេលឥឡូវមិនក៏ហើយខ្ជិលខ្វល់ណាស់យ៉ាងណាក៏អ្នកប្រុសនៅតែជាអ្នកប្រុសដែរហើយមិនបានក្មេងជាតែមើលខ្ញុំចឹងតិចលោគេសង្ស័យខ្ញុំទៅដឹងបើបំរើមកពីណានឹងមើលលួចខ្ជិលអីខ្ញុំម្ដុំនេះតើមិនដឹងទេថាការលួចកិច្ចវេពីការងារនឹងមានទោសអ្វីស្មាននេះទៅហើយមិនគិតទៅជួយការងារគេបែរជាមកសម្ងំលាក់ខ្លួនស្អីគេបើបំរើក្បាលហែងនៅខាងណាដែលមើលឃើញយើងជាអ្នកបំរើតើភ្នែករបស់អញខ្វាក់ទាំងគូឬក៏មិនយប់ដំណាក់កាលចុងក្រោយដូចរឿងចុកតើយើងនិយាយលេងជ្រុលពេកមែនជាស្នំទេឲ្យយើងសុំទោសផងយើងមិនបានដឹងព្រោះតែអ្នកណាទៅដឹងទៅថាស្នំទៅអង្គុយនៅក្បែរគុំវិស័យអញ្ចឹងភាគច្រើនគឺសុទ្ធតែជាបើបំរើទេយើងក៏ច្រឡំនោះណាសង្ឃឹមថាស្នំមិនប្រកាន់នឹងយើងទៅចោះព្រោះយើងពិតជាមិនធ្លាប់ឃើញស្នំឯណាមកអង្គុយកន្លែងបែបហ្នឹងមែនឯងបើឯងច្រឡំយើងជាមួយនឹងអ្នកបំរើចឹងឯងជាអ្នកយាមទ្វារសុទ្ធតែម្ដងណាឡប់សតិអ្នកប្រុសមិនអញនិ
យាយចង់បានទេអ្នកប្រុសនិយាយលើហើយនេះគឺជាព្រះអង្គម្ចាស់ទី2ណាទោសចាស់អ្នកប្រុសមិនទាន់រួចផងហើយឥឡូវមកថែមទោសថ្មីទៀតមិននឹងកើតទេអ្នកប្រុស អូយវីវយអញភ្លេចខ្លួនអត់ទៅគូធ្វើយ៉ាងម៉េចទៅអេចេះខ្លាចដែរតាពិតជាគួរស្រឡាញ់មែនតាមបាញ់មិញដូចជារឿងឈឺដែរហើយចុះលើកលែងតោឲ្យក្មេងម្នាក់ក៏វាមិនជាបញ្ហាដែរអើយមិនក៏វាអត់មកតែមួយម៉ាត់សោះអញ្ចឹងវាចង់ធ្វើអីអញឲ្យប្រកាសនេះ ព្រះអង្គម្ចាស់ទី2សូមទ្រង់ក៏ប្រកាន់អ្នកប្រុសខ្ញុំអីណាព្រោះតែព្រះអង្គម្ចាស់តែបដាក់បញ្ហាឲ្យអ្នកប្រុសមួយអញ្ចឹងហើយបានជាអ្នកប្រុសរឿងស្មុគស្មាញតិចតួចមិនបានចាប់អារម្មណ៍នឹងព្រះអង្គសូមទ្រង់កុំប្រកាន់នឹងអ្នកប្រុសអីណា មិនអីទេយើងយល់តែជារឿងការពីម្សិលមិនមានទេអ្នកប្រុសស៊ីងមើលទៅអ្នកប្រុសកំពុងតែស្វែងរកសាក្សីនិងផតតាំងដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់ខ្លួនមែនទេការពីម្សិលមិញខ្ញុំដូចជាបានឃើញរឿងទាំងអស់នេះដែរបើសិនជាអ្នកប្រុសចង់ឲ្យខ្ញុំជួយនោះអាចសុំខ្ញុំបានទោះបីជាអ្នកប្រុសទទួលបានសាក្សីពីបើបម្រើទាំងនោះក៏ដោយក៏វាគ្មានប្រយោជន៍ដែរពីព្រោះថាស្នាមលីគេមានក្នុងបងឯងជាម្ចាស់បងតែលោកប្រុសស៊ីងគិតទេថាលោកប្រុសស៊ីងនឹងអាចឈ្នះលើរឿងនេះបានយ៉ាងងាយប៉ុន្តែបើសិនជាអ្នកប្រុសស៊ីងមានក្នុងបងឯងអ្នកមានអំណាចនោះអ្នកប្រុសស៊ីងនឹងអាចឈ្នះវាគឺដូចជាខ្ញុំជាដើមអញ្ចឹងខ្ញុំមិនបានបង្ខំឲ្យអ្នកប្រុសស៊ីងរកជំនួយពីខ្ញុំទេតែបើសិនជាអ្នកប្រុសចង់ឲ្យខ្ញុំជួយមែនអាចប្រាប់ខ្ញុំបានព្រះអង្គខ្ញុំមិនចាំទៅទេព្រះអង្គត្រូវតែជួយខ្ញុំម្ចាស់ណាមិនឲ្យខ្ញុំម្ចាស់ទៅទាំងបែបហ្នឹងទេអើយលីឈីជប់បង្កបញ្ហាយើងឈឺក្បាលទៀតទៅបានទេរឿងទាំងអស់នេះកើតឡើងក៏ដោយសារតែលីឈីអ្នកបង្កដែរតែយើងធ្វើយ៉ាងម៉េចទូយើងមានឈ្មោះជាស្ដេចមែនតែយើងក៏មិនអាចបំពេញសន្យាបានដែរហើយព្រះអង្គលីឈីពិតជាពិតមែនក៏ប៉ុន្តែរឿងអស់នេះលីឈីធ្វើឡើងដោយសារតែមិនចង់បាត់បង់ព្រះអង្គមិនចង់ឲ្យព្រះអង្គរស់រវើជាមួយនឹងអ្នកផ្សេងក្រៅពីលីឈីហើយបានជាព្រះអង្គមិនយកវិចិត្រលីឈីសោះអញ្ចឹងព្រះអង្គជួយលីឈីផងណាលីឈីឆាប់ទៅទទួលទោសភ្លាមទៅព្រះអង្គនេះត្រង់បាច់ជួយឲ្យខ្ញុំទទួលទោសដែរអត់ទេព្រះអង្គខ្ញុំមិនអាចអញ្ចឹងបានទេព្រះអង្គសប្បុរសហាទៅខ្ញុំណាត្រូវទេព្រះអង្គត្រូវតែជួយខ្ញុំណាព្រះអង្គមិនអាចពួកវាឈ្នះបានទេព្រះអង្គត្រូវតែជួយខ្ញុំណាមិនបានទេចាញ់គឺចាញ់ឈ្នះគឺឈ្នះលីឈីត្រូវតែទទួលស្គាល់ការពិតតើយើងធ្វើដូចម្តេចទៅយើងមិនអាចបំពេញសន្យារបស់យើងបានទេវ៉ុនវូឆាប់រៀបចំឲ្យលីឈីទទួលទោសតាមអ្វីដែលយើងបាននិយាយទៅតែមួយដំបូងក៏មិនលើកលែងដែរទទួលបញ្ជាព្រះអង្គព្រះអង្គគុំធ្វើចឹងអីព្រះអង្គអ្នកប្រុសឈីសុំកាំនេះអត់ទេព្រះអង្គចម្លែកណាស់មិនក៏យើងមានអារម្មណ៍ថាយើងលេងពេញចិត្តជាមួយនឹងលីឈីទៀតចឹងតាមមកពីម្នាក់នោះឯងវ៉ុនវូលីឈីគេយ៉ាងម៉េចហើយមានបានធ្វើតាមអីដែលយើងប្រាប់ទាំងអស់ឬអត់ក្រាបទូលព្រះអង្គទូលបង្គំធ្វើឲ្យទាំងអស់ឲ្យក្រាបទូលសូម្បីតែមួយដំបងក៏មិនលើកលែងដែរព្រះអង្គតើត្រង់ចង់យើងទៅមើលដល់ផ្ទាល់ដែរទេក្រាបទូលអត់ទេយើងចង់ឲ្យគេដឹងកំហុសថ្ងៃនេះយើងស្មុគស្មាញពេញមួយថ្ងៃហើយយើងចង់រំសាយអារម្មណ៍ឯងឆាប់ទៅរៀបចំប្រាប់ឲ្យអ្នកដំណាក់ក្រោយរៀបចំខ្លួនរងចាំទទួលយើងនៅយប់នេះយើងនឹងទៅផ្ទុំនៅដំណាក់ក្រោយក្រាបទូលព្រះអង្គទូលបង្គំនឹងចាត់ចែងជូនថ្វាយបង្គំព្រះអង្គទូលបង្គំបានរៀបចំចាត់ចែងរួចហើយក្រាបទូលតើនៅយប់នេះព្រះអង្គនឹងជួបផ្ទុំនៅដំណាក់ណាដែរក្រាបទូលទ្រទូលបង្គំរៀបចំជូនបន្ថែមមិនច្បាច់ទេអស់ការងារឯងហើយយើងទៅមើលដោយខ្លួនឯងហើយចោចំណែកដំណាក់ស្នំសៀវនៅឯណាក្រាបទូលព្រះអង្គបន្ទាប់ពីដំណាក់ស្នំលីរំលងពីដំណាក់ទៀតគឺដល់ហើយក្រាបទូលទៅចោក្រាបទូលព្រះអង្គថ្វាយបង្គំលាស្នំសៀវម្នាក់នេះទៅរើមកនៅយើងមកទីនេះញឹកដែរមិនក៏មិនដាល់ប្រទះអញ្ចឹងអត់ទេព្រះអង្គស្នំម្នាក់នេះគឺមកយូរដែរហើយតាមដែលទូលបង្គំដឹងពីអ្នកគ្រប់គ្រងនៅទីនេះស្នំម្នាក់នេះគឺស្ងៀមស្ងាត់ណាស់ព្រះអង្គនឹងមិនសូវចេះនិយាយស្ដីទេក្រាបទូលក៏ប៉ុន្តែតាមអ្វីដែលទូលបង្គំបានឃើញជាក់ស្ដែងគឺវាមិនដូចពីចចាមអារ៉ាមឡើយព្រះអង្គតើទ្រង់ពិតជាចង់រំលងដំណាក់ស្នំលីមែនទេព្រះអង្គមិនខ្លាចស្នំលីរករឿងទេក្រាបទូលព្រោះរាល់ពេលឲ្យតែព្រះអង្គយាងមកដំណាក់ក្រោយគឺដឹងតែទៅរកស្នំលីហើយឲ្យយើងទៅរកគេយ៉ាងម៉េចការប្រព្រឹត្តមិញគេត្រូវពីនៃឡងសោះសាច់ទៅហើយតើឲ្យយើងទៅសប្បាយយ៉ាងម៉េចកើតហើយគេគ្រាន់តែជាស្នំមិនមែនមហាសីយើងឯណាឆាប់ទៅឲ្យអ្នកគ្រប់គ្រងមកនាំយើងទៅរកដំណាក់ស្នំសៀវយើងចង់សាករបស់ថ្មីក្រាបទូលព្រះអង្គ